អាតូមមានភាគល្អិតមួយដែលហៅថាអេឡិចត្រូងអេឡិចត្រូងមានបន្ទុកអគ្គិសនីអវិជ្ជមានហើយវាស្ថិតនៅជុំវិញណាយ៉ូអាតូមដែលមានបន្ទុកវិជ្ជមានតាមច្បាប់អគ្គិសនីបន្ទុកផ្ទុយគ្នាទាញគ្នាចូលដូច្នេះសំណួរមួយគឺហេតុអ្វីបានជាអេឡិចត្រូងមិនធ្លាក់ទៅក្នុងណាយ៉ូអាតូមបើយើងប្រើរូបវិទ្យាបុរាណអេឡិចត្រូងដែលវិលជុំវិញណាយ៉ូគឺជាភាគល្អិតដែលមានចលនាបង្កើនល្បឿនតាមច្បាប់នៃ Electrodynamics ភាគល្អិតដែលមានបន្ទុកអគ្គិសនីហើយមានចលនាបង្កើនល្បឿននិងបញ្ចេញកាំរស្មីនោះមានន័យថាអេឡិចត្រូងនឹងបាត់បង់ថាមពលជាបន្តបន្ទាប់នៅពេលវាបាត់បង់ថាមពលវាគួរតែធ្លាក់ទៅជិតណាយ៉ូបន្តិចម្ដងហើយនៅទីបំផុតអេឡិចត្រូងគួរតែធ្លាក់ទៅក្នុងណាយ៉ូប៉ុន្តែក្នុងការពិតអាតូមមានស្ថិរភាពអេឡិចត្រូងមិនធ្លាក់ទៅក្នុងណាយ៉ូឡើយបញ្ហានេះហើយដែលបាននាំឲ្យអ្នកវិទ្យាសាស្ត្របង្កើតរូបវិទ្យាកង់ទិកដើម្បីពន្យល់អំពីចនាសម្ព័ន្ធអាតូមក្នុងរូបវិទ្យាកង់ទិកអេឡិចត្រូងមិនមែនជាភាគល្អិតតូចដែលវិលជុំវិញដូចភពទេផ្ទុយទៅវិញវាត្រូវបានពិពណ៌នាដោយអនុគមរលកនេះមានន័យថាអេឡិចត្រូងមានលក្ខណៈទាំងជាភាគល្អិតនិងរលកក្នុងអាតូមអេឡិចត្រូងអាចស្ថិតនៅតែកម្រិតថាមពលជាក់លាក់ប៉ុណ្ណោះកម្រិតថាមពលទាំងនេះត្រូវបានហៅថា energy levels អេឡិចត្រូងមិនអាចមានថាមពលទាបជាង ground state បានឡើយដូច្នេះវាមិនអាចធ្លាក់ទៅក្នុងណាយ៉ូបានទេមូលហេតុសំខាន់មួយទៀតគឺ Heisenberg Uncertainty Principle ច្បាប់នេះនិយាយថាយើងមិនអាចដឹងបានក្នុងពេលតែមួយទីតាំងនិងបរិមាណចលនារបស់ភាគល្អិតបានយ៉ាងត្រឹមត្រូវប្រសិនបើយើងបង្ខំអេឡិចត្រូងឲ្យនៅក្នុងណាយ៉ូទីតាំងរបស់វានឹងតូចខ្លាំងណាស់នេះធ្វើឲ្យថាមពលរបស់វាកើនឡើងខ្លាំងដូច្នេះវាមិនអាចស្ថិតនៅក្នុងណាយ៉ូបានទេហេតុអ្វីបានជាអេឡិចត្រូងមិនធ្លាក់ទៅក្នុងណាយ៉ូអាតូមចម្លើយគឺដោយសារកម្រិតថាមពលកង់ទិកលក្ខណៈជារលករបស់អេឡិចត្រូងនិង Heisenberg Uncertainty Principle ច្បាប់រូបវិទ្យាកង់ទិកទាំងនេះធ្វើឲ្យអាតូមមានស្ថិរភាពពិភពខាងក្នុងអាតូមពោរពេញដោយច្បាប់ធម្មជាតិដ៏អស្ចារ្យបើអ្នកចូលចិត្តវីដេអូវិទ្យាសាស្ត្របែបនេះសូម Subscribe Channel YouTube របស់ខ្ញុំដើម្បីស្វែងយល់អំពីវិទ្យាសាស្ត្របន្ថែមទៀត